ឆ្លងកាត់មកវាច្រើនឆ្នាំដែរហើយពាក់ព័ន្ធជាមួយនឹងគម្រោងមូលនិធិនេះហើយនឹងការណែនាំរបស់មន្ត្រីក៏គាត់បានជម្រាបជូនអ្នកសារព័ត៌មានឲ្យបានដឹងដែរគឺគាត់អត់លាក់ទេគាត់ប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងហើយមានឃុំខ្លះទៀតគឺគាត់បង្ហាញផ្លំបច្ចេកទេសតែម្ដងប្រិមិត្តបាទពាក់ព័ន្ធជាមួយនឹងឃុំជំរះពេលឆ្នាំទៅមិញបាទលោកមេឃុំក្រុមប្រឹក្សាឃុំជំទប់ទី1ឃុំជំរះពេលនៅស្រុកសំរោងណាប្រិមិត្តបាទគឺគាត់បង្ហាញផ្លំទៅអ្នកសារព័ត៌មានហ្មងក៏អត់លាក់លៀមទេបាទគឺក៏អត់មានលាក់លៀមទេមានកម្រាស់មកទឹកកន្លះជើងទេប្រមាណទៅតឹងប្រមាណបណ្ដោយប្រមាណដែកចងប្រមាណការលាយ1 2 3បាទត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដែលគេកំណត់មកគឺគាត់បង្ហាញប្លង់តែម្ដងប្រិមិត្តក៏អត់លាក់លៀមទេប៉ុន្តែដោយឡែកមានឃុំខ្លះគឺគាត់ព្យាយាមលាក់បាំងមិនឲ្យអ្នកសារព័ត៌មានមើលនៅប្លង់បច្ចេកទេសដែលគេតម្កល់ទុកនៅឃុំទេបាទមូលហេតុដែលអ្នកសារព័ត៌មានមើលទៅដឹងរឿងផ្ទៃក្នុងច្រើនបាទអញ្ចឹងគាត់ព្យាយាមលាក់អានោះឃុំខ្លះណាខ្ញុំនិយាយឃុំខ្លះប្រិមិត្តបាទ